Hello ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទលោកគីថ្ងៃហ្នឹងខ្ញុំមានរឿងថ្មីមួយលើកយកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាបានស្ដាប់រឿងហ្នឹងមានចំណងជើងថាអត្តរាជនៃការកោះហៅកុំឲ្យអ្នកទាំងអស់គ្នារងចាំសាច់រឿងយូរយើងចូលក្នុងសាច់រឿងយើងតែម្ដងទៅសាច់រឿងបង្ហាញពីពិភពអមតៈទីក្រុងខ្សាច់ខ្មៅយើងបានឃើញឆ្កែចចកខ្មោចវាខ្សាច់ធម្មតាកម្រិត3ឈាម80កម្លាំងវាយប្រហារ20និងកម្លាំងការពារ3ជំនាញខាំពួកវាបានដេញវាយប្រហារមនុស្សមួយក្រុមមានចំនួន3នាក់នោះសុទ្ធតែជាមនុស្សស្រីទាំង3នាក់នោះសុទ្ធតែជាកម្រិត3ទាំងអស់គ្នាម្នាក់ស្រីដែលពាក់វ៉ែនតាជំនាញរបស់គាត់ខាងវាយប្រហារចំណែកនារីដែលមានសក់លឿងជំនាញរបស់គាត់គឺជាខាងព្យាបាលចំណែកឯនារីដែលនៅក្រោយគេវិញមានសក់ពណ៌ផ្កាឈូកគាត់មានជំនាញគ្រូអាគមដែលក្នុងហ្គេមណាយើងលេងហ្គេម Mobile គេហៅថា Make នឹងហើយដោយសារតែចចកខ្មោចវាប្រហារជាវងចឹងហើយពួកគេមិនអាចទប់ទល់នឹងចចកខ្មោចបានទេនារីដែលមានសក់ពណ៌លឿងបាននិយាយឡើងថាពួកយើងពិតជាអត់សំណាងមែនយើងគ្រាន់តែទៅតាមចាប់ខ្ញាដំរីសាច់កម្រិត1សោះហេតុអីបានជាយើងរត់ទៅជួបហ្វូងសត្វចចកខ្មោចកម្រិត3ទៅវិញមេក្រុមតែយើងគួរធ្វើអ្វីឥឡូវនេះនារីដែលពាក់វ៉ែនតាបានឆ្លើយព្រោះគាត់ជាមេក្រុមនៅក្នុងក្រុមនេះនៅពេលនោះគាត់បាននិយាយរួចចង្អុលទៅខាងមុខត្រមបន្តិចទៀតទៅមានដើមឈើថ្មភក់ពី3ដើមនៅខាងមុខចចកខ្មោចវាមិនអាចឡើងលើដើមឈើបានទេយើងប្រហែលជាមានឱកាសរស់ឆ្កែចចកខ្មោចវាខ្សាច់មានលក្ខណៈកាយសាហាវព្រៃផ្សាយពីធម្មជាតិនៅពេលដែលពួកវាបានកំណត់គោលដៅហើយពួកវានឹងមិនបោះបង់គោលដៅវាចោលឡើយពួកយើងបានរងរបួសក្នុងការប្រយុទ្ធលើកមុនគ្រឿងសព្វាវុធដាច់ខ្មៅពីរដុំដែលយើងមានបានខូចខាតទាំងអស់តើយើងនឹងស្លាប់នៅទីនេះថ្ងៃនេះមែនទេចចកកំពុងតែដេញតាមមកពីក្រោយនៅពេលនោះនារីសក់ពណ៌ផ្កាឈូកបានរត់ដួលកាប់មុខដោយមិនអាចធ្វើដំណើរបានតទៀតនារីទាំងពីរនៅខាងមុខភ័យស្រុនស្លោជាខ្លាំងពួកនាងបានវិចារឡើងថាសៅហ៊ីប្រយ័ត្នចចកខ្មោចបានស្ទុះហក់មកវាយប្រហារសៅហ៊ីមានទឹកមុខតក់ស្លុតប៉ុន្តែនៅពេលនោះមានដាវមួយដើមហោះស្ទុះមកទម្លុះក្បាលចចកខ្មោចបណ្ដាលឲ្យវាស្លាប់ភ្លាមសៅហ៊ីនិយាយទាំងភ្ញាក់ផ្អើលគេជួយខ្ញុំមែនកម្រិត1អ្នកចំណូលថ្មីក៏ជាតួឯកប្រុសនៅក្នុងរឿងនេះប៉ុន្តែក្នុងរឿងគេមិនទាន់បានបង្ហាញឈ្មោះរបស់គាត់ទេបន្តិចទៀតគេនឹងបង្ហាញឈ្មោះគាត់បានឧទានឡើងថាបិសាចកម្រិត3មិនខ្លាំងប៉ុន្មានទេយើងឃើញថាចចក3ក្បាលបានស្ទុះមកតួឯកប្រុសយើងបានកាន់ដាវយ៉ាងជាប់រួចស្ទុះហក់ទៅចចកក៏ស្ទុះហក់មកដែរប៉ុន្តែតួឯកប្រុសបានប្រើតែមួយស្នេតក៏អាចសម្លាប់វាយ៉ាងងាយនារីទាំង3បានភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់តួឯកប្រុសយើងជាខ្លាំងគេបានសម្លាប់ឆ្កែចចកមកត្រឹមតែដាវនៃចំនួន3ពួកគេនិយាយទាំងឆ្ងល់នៅពេលនោះស៊ីវហ៊ីបានស្រែកឡើងថាអ្នកទាំងអស់គ្នាមើលទៅទីនោះទៅនោះជាហ្វូងចចកនៅពេលនោះនារីសក់លឿងនិយាយឡើងទាំងភិតភ័យហេតុអ្វីបានជារឿងនេះកើតឡើងឆ្កែចចកទាំងអស់នេះមកពីណានារីជាមេក្រុមនិយាយវាអាចបណ្ដាលមកពីឆ្កែចចកខ្មោចនៅបែរនេះវាបានធំក្លិនឈាមសមាជិករបស់វាបានស្លាប់នារីជាមេក្រុមបានហៅតួឯកប្រុសយើងឲ្យរត់ជាមួយពួកនាងរត់ទៅនេះជាវងឆ្កែចចកអាចបំផ្លាញភូមិអ្នកចំណូលថ្មីបានទាំងមូលខ្ញុំមិនលេងសើចទេអ្នកនឹងត្រូវបានពួកវាហែកជាចំណែកតួឯកប្រុសបាននិយាយទាំងញញឹមពិតមែនឬនៅពេលនោះតួឯកប្រុសយើងបានបញ្ចេញ system ឡើងមក player Lin Yon តើអ្នកចង់កោះហៅទាហានក្រុងឆ្អឹងទេ Lin Yon យល់ព្រមទាហានក្រុងឆ្អឹងកម្រិត3ឈាម100កម្លាំងវាយប្រហារ35កម្លាំងការពារ5ជំនាញកាត់ក្បាលចាំមើលតើអ្នកណាត្រូវបានហែកជាបំណែកមុនគេ Lin Yon បានបោះស្លឹកកាតដែលមានរូបទាហានក្រុងឆ្អឹងទៅលើដីបង្កើតបានជា spell មួយកោះហៅនៃទាហានក្រុងឆ្អឹងវងចចកខ្មោចវាខ្សាច់បានរត់ចូលមកវាយប្រហារជាមួយទាហានក្រុងឆ្អឹងដោយមានជំនួយពីទាហានក្រុងឆ្អឹង Lin Yon បានវាយសម្លាប់វងចចកបានយ៉ាងងាយ15នាទីក្រោយមក Lin Yon បាននិយាយខ្ញុំបានសម្លាប់ចចកខ្មោចវាខ្សាច់ចំនួន16ក្បាលហើយទទួលបាន HP 160ធ្មេញចចកវាខ្សាច់16ដើមស្បែកចចកវាខ្សាច់16ផ្ទាំងក្រញាំចចកវាខ្សាច់16ដើមព្រមទាំងស្រូបយកវិញ្ញាណចចកទាំងអស់នោះនៅពេលនោះនារីសក់ពណ៌លឿងបាននិយាយឡើងថាមេដឹកនាំតែយើងកំពុងយកសពមែនហ្នឹងគាត់បានសម្លាប់ចចកខ្មោចវាខ្សាច់ទាំង12ក្បាលតែម្នាក់ឯងនារីទាំង3មើលទាំងមានភាពញាក់ផ្អើលសៅហ៊ីបានដើរទៅជិតតួឯកប្រុសនិងបាននិយាយថាតើខ្ញុំអាចសួរអ្នកបានទេតើលោកជាគ្រូអាគមដែរមែនតើអ្នកទៅតែប្រើជំនាញកោះហៅខ្ញុំក៏ជាគ្រូអាគមដែរប៉ុន្តែខ្ញុំមិនដែលឃើញជំនាញអីដូចអ្នកទេ Lin Yon និយាយតើអ្នកណាថាខ្ញុំជាគ្រូអាគមអញ្ចឹងអ្នកជាខ្ញុំមានចំណាត់ថ្នាក់ហាមឃាត់កម្រិត S3 Player Lin Yon កម្រិត2ចំណាត់ថ្នាក់អ្នកកោះហៅខ្មោចទេពកសលការកោះហៅងងឹតកម្រិត S3 ទ្វារឋាននរកកម្រិត S3 កម្លាំង5កាយសម្បទា25ស្មារតី30ឈាម159ទៅ237ខ្ញុំឈ្មោះ Lin Yon មកពីពិភព Q អ្នកទាំងអស់គ្នាមិនចាំឆ្ងល់ទេពិភព Q នោះគឺជា
ជាពិភពអីគឺជាពិភពផែនដីនឹងហើយសាច់រឿងបានបង្ហាញតាំងពី3ឆ្នាំមុនអ្នកវិទ្យាសាស្ត្របានសង្កេតឃើញពិភពយក្សមួយដ៏អាប់កំបាំងឈ្មោះថាពិភពវេទមន្តស្រាប់តែលេចឡើងនៅក្បែរពិភពផែនដី3ខែមុនក្រុមហ៊ុនអាប់កំបាំងមួយបានបញ្ចេញហ្គេម VR មួយឈ្មោះថាពិភពអមតៈហើយនឹងបានធ្វើឲ្យពិភពលោកបានភ្ញាក់ផ្អើលបន្ទាប់ពីចូលទៅក្នុងពិភពអមតៈដោយប្រើវ៉ែនតា VR ដែលពួកគេបានបង្កើតមនុស្សត្រូវបានចែកជាថ្នាក់ផ្សេងៗគ្នាតាមរយៈការបង្កើនកម្រិតចំណាត់ថ្នាក់ពួកគេបានទទួលសមត្ថភាពពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងបិសាចក្នុងហ្គេមដំបូងមនុស្សមិនខ្វល់ទេព្រោះនេះគ្រាន់តែជាហ្គេមរហូតដល់ថ្ងៃមួយមនុស្សមួយចំនួនបានចាប់ផ្ដើមទទួលបានសមត្ថភាពដូចទៅក្នុងហ្គេមដែរនៅក្នុងពិភពពិតមនុស្សទាំងនេះត្រូវបានគេហៅថាអ្នកដែលបានជ្រើសរើស The Chosen One ចាប់តាំងពីពេលនោះមកសាសនាមួយក្រុមដែលហៅខ្លួនឯងថាអ្នកជឿព្រះផ្កាយអាក្រក់បានចាប់ផ្ដើមចូលមកកាន់ពិភពពិតនៃពិភពហ្គេមហើយចាប់ផ្ដើមសម្លាប់មនុស្សឪពុកម្ដាយខ្ញុំត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះបន្ទាប់មកខ្ញុំត្រូវបានស្លាប់នៅក្នុងសមរភូមិចុងក្រោយប៉ុន្តែខ្ញុំមិននឹកស្មានថា1ម៉ោងក្រោយមុននេះខ្ញុំពិតជាបានចាប់កំណើតជាថ្មីត្រឡប់ទៅពេលដែលខ្ញុំបានចូលលេងពិភពអមតៈ VR ជាលើកដំបូងនោះម្យ៉ាងទៀតលើកនេះប្រព័ន្ធបានផ្ដល់ឲ្យខ្ញុំនៅថ្នាក់ហាមឃាត់ S3 មួយទាំង System បង្ហាញថាអបអរសាទរអ្នកបានទទួលថ្នាក់ហាមឃាត់តែមួយគត់អ្នកក៏ហៅខ្មោចលីនយ៉ុនបាននិយាយថាលើកនេះខ្ញុំត្រូវតែបង្កើនកម្លាំងនិងជំនាញរបស់ខ្ញុំឲ្យបានលឿនជាងមុនដើម្បីការពារភពផែនដីនិងគ្រួសាររបស់ខ្ញុំកាត់មកពេលបច្ចុប្បន្នវិញលីនយ៉ុនបានអង្គុយចុះរួចសម្លឹងមើលទៅសាកសពរបស់សត្វចចករួចបានដាក់ដៃទៅលើដើម្បីសុំសត្វចចកមកធ្វើជាកូនចៅរបស់គាត់ System បានសួរទៅលីនយ៉ុនថាតើអ្នកចង់ប្រើការកោះហៅងងឹតលើសាកសពចចកខ្មោចវាខ្សាច់ដែរឬទេគាត់បាននិយាយទាំងមានទឹកមុខមាំ Yes លីនយ៉ុនបាននិយាយពីលក្ខណៈពិសេសរបស់ចំណាត់ថ្នាក់ហាមឃាត់របស់គាត់វាផ្ដល់ឲ្យខ្ញុំនៅកាយសម្បទារឹងមាំដូចអ្នកចម្បាំងប៉ុន្តែនៅតែអនុញ្ញាតឲ្យខ្ញុំប្រើប្រាស់ការកោះហៅងងឹតដោយប្រើការបង្វែរសាកសពបិសាចទៅជាខ្មោចឆៅដែលប្រយុទ្ធជំនួសខ្ញុំបិសាចដែលខ្លាចជាខ្មោចឆៅទាំងនេះមិនត្រឹមតែទទួលបានមរតកកម្រិតនិងជំនាញពីមុនរបស់ពួកវាទេប៉ុន្តែថែមទាំងទទួលបានជំនាញថ្មីមួយទៀតគឺរូបកាយមរណៈពួកវាគ្មានការឈឺចាប់ភាគច្រើនចចកខ្មោចឆៅកម្រិត3ឈាម80ការវេប្រហារ20ការការពារ3ជំនាញខំបង្កការខូចខាតទៅលើសត្រូវ200%រូបកាយមរណៈសូមនឹងផលប៉ះពាល់នៃការភ័យខ្លាចពឹសងងឹតភ្នែករបួសនិងការហូរឈាមចំណែកឯទ្វារឋាននរកវាអាចត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកបិសាចដែលបានកោះហៅយកមកធ្វើជាកូនចៅហើយចំនួនដែលខ្ញុំអាចទុកបានវានឹងកើនឡើងទៅតាមកម្រិតរបស់ខ្ញុំនោះមានន័យថាប្រសិនបើកម្រិតរបស់ខ្ញុំខ្ពស់គ្រប់គ្រាន់ខ្ញុំនឹងទទួលបានកងទ័ពមរណៈដែលមិនអាចបញ្ចប់បាននៅពេលនោះនារីជាមេក្រុមបានឧទានឡើងថាលោកកំពុងធ្វើឲ្យពួកវារស់ឡើងវិញតើលោកជាអ្នកណាគាត់បានសួរទាំងមានការឆ្ងល់ជាខ្លាំងលីនយ៉ុនមិនបានតបទៅនារីជាមេក្រុមនោះទេលីនយ៉ុនបាននិយាយទាំងមានទឹកមុខស្មើមើលមកទៅជាដល់ហើយនៅពេលនោះយើងបានឃើញថាមានផ្ទាំង System មួយបានបង្ហាញថាសេចក្តីជូនដំណឹងបូកពិភពលោកចចកយៈមរណៈកំពុងតែបង្ហាញខ្លួនហើយនៅពេលនោះលីនយ៉ុននិយាយទាំងញញឹមដល់ពេលសម្រាប់មេធំហើយយើងឃើញថា player មួយចំនួនធំបានរៀបចំខ្លួនដើម្បីវាយប្រហារបិសាចចចកយៈមរណៈនៅពេលនោះមេចចកបានលេចឡើងមកធ្វើឲ្យអាចារ្យអាចារ្យរត់រកតែព្រះអាយុរៀងៗខ្លួនក្នុងចំណោមមនុស្សទាំងអស់មាន player ម្នាក់បាននិយាយឡើងទាំងពិតភ័យថាខ្ញុំចាំថាគេហាក់ទំព័រផ្លូវការនៃ game បាននិយាយឡើងថាចម្ងាយវាយប្រហាររបស់វាគឺ50ម៉ែត្រល្អបំផុតគឺយើងរត់ឲ្យឆ្ងាយតាមដែលអាចធ្វើទៅបានបុរសម្នាក់បានស្រែកឲ្យគេជួយប៉ុន្តែយើងឃើញថាស្ថានភាពបែបហ្នឹងហើយគ្មានអ្នកណាជួយអ្នកណាទេម្នាក់រត់រកតែរស់ខ្លួនឯងយើងឃើញថាមេបិសាចមានល្បឿនលឿននិងមានមាឌធំជាខ្លាំងវាបានសម្លាប់មនុស្សជាច្រើនយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុតមេចចកយៈមរណៈកម្រិត6ឈាម2400ការវាយប្រហារ360ការការពារ48ជំនាញរបស់វាគឺការក្រហឹមនិងជំនាញមួយទៀតគឺក្រញាំមរណៈសាច់រឿងបានកាន់មកមនុស្សមួយក្រុមមានចំនួន3នាក់បុរសម្នាក់ក្នុងចំណោមនោះមានការខឹងទៅចចកមរណៈជាខ្លាំងបំរុងតែរត់ចូលទៅវាយប្រហារជាមួយបិសាចចចកប៉ុន្តែបានគ្នាគេ2នាក់ទៀតបានចាប់ជាប់បុរសដែលមើលទៅរៀងក្មេងជាងគេនោះបាននិយាយឡើងថាអត់ទេបងប្រុសបុរសម្នាក់ទៀតបាននិយាយឯងឈួតមែនបានឯងចង់រត់ចូលទៅសម្លាប់បិសាចតែម្នាក់ឯងបើឯងចូលទៅឯងនឹងស្លាប់យើងឃើញថាបុរស2នាក់នេះកំពុងតែពួនមើលបិសាចចចកកំពុងតែស៊ីមនុស្សតើអ្នកណាអាចសម្លាប់វាបានក៏ពួនមើលទាំងមានការភ័យខ្លាចបិសាចដ៏ខុសខើនោះពេលនោះបុរសម្នាក់បាននិយាយឡើងថាលបងមើលទៅនោះនិយាយទាំងមានភាពងឿងឆ្ងល់ជាខ្លាំងនោះជាតួឯកប្រុសរបស់យើងនឹងហើយគាត់ដើរមកទាំងមានទឹកមុខមាំនិងកាន់ដាវមួយដើមបុរសម្នាក់និយាយមើលទៅដាវនោះទៅគេប្រកាសជាអ្នកចំណូលថ្មីហើយបុរសម្នាក់ទៀតបានឧទានឡើង
ឡើងថាបិសាចចចកមរណៈគឺជាបិសាចថ្នាក់ឡតកម្រិត6បើគ្មានជំនួយនោះទេទោះយើងទាំងអស់គ្នារួមកម្លាំងគ្នាក៏មិនអាចធ្វើឲ្យវារសើបបានដែរនៅក្នុងហ្គេមពិភពអមតៈបិសាចត្រូវបានបែងចែកពីខ្សោយទៅខ្លាំងចាប់ពី Normal, Elite, Leader, Lord, King, Monarch និង God ក្នុងចំណោមនោះបិសាចថ្នាក់ឡតទោះបីវាជាមេបិសាចកម្រិតមួយក៏ដោយក៏វានៅតែគំរាមកំហែងដ៏ធំសម្រាប់អ្នកចំណូលថ្មីលីនយ៉ុនបានឈរទល់មុខនឹងស្ដេចបិសាចចចកស្របពេលនោះបុរសពីរនាក់នោះបានហៅលីនយ៉ុនអេឯងឈួតហើយមែនត្រឡប់មកវិញមកបើឯងប្រយុទ្ធនឹងវាឯងនឹងស្លាប់មេបិសាចចចកមរណៈកម្រិត6អូខេអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ចប់សាច់រឿងតែប៉ុណ្្នឹងសិនចាំមើលតើអាចប្រុសយើងអាចសម្លាប់បិសាចចចកនេះបានទេយើងនឹងចាំមើលទាំងអស់គ្នានៅភាគបន្តខ្ញុំសូមអរគុណធំសម្រាប់អ្នកឧបត្ថម្ភសូមឲ្យបងមានសម្រស់កាន់តែស្អាតនិងមានបុយសាវ៉ាតាមដេញស្រឡាញ់កាន់តែច្រើននិងសូមអរគុណចំពោះអ្នកអត់លិតដែលខំមើលវីដេអូរបស់ខ្ញុំអូខេជម្រាបលាអ្នកទាំងអស់គ្នា